មេរៀនសិក្សាភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងការងារ English for Business មេរៀនទី22វិបត្តិនិងការតវ៉ា Lesson 22 Complaints and Crisesខ្ញុំសូមជម្រាបសួរខ្ញុំបុណ្យលីសេដានៃវិទ្យុសាលីសូមស្វាគមន៍លោកស្រីនិងប្រិយមិត្តទាំងអស់ជាថ្មីម្ដងទៀតក្នុងកម្រងកម្មវិធីសិក្សាភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងការងារដែលរៀបចំក្រុងឡើងដោយសេវាអប់រំពហុវប្បធម៌សម្រាប់មនុស្សពេញវ័យក្នុងទីក្រុងមែលប៊នប្រទេសអូស្ត្រាលីចា៎នៅក្នុងមេរៀនទី21កន្លងទៅលោកអ្នកបានហាត់រៀនរួចមកហើយនៅការប្រើពាក្យតវ៉ានិងការពំនាំនៅព័ត៌មានមិនល្អហើយនៅក្នុងមេរៀនថ្ងៃនេះលោកអ្នកនឹងហាត់រៀនពីរបៀបបញ្ចូលបញ្ហានិងរបៀបផ្ដល់នៅដំណោះស្រាយបញ្ហាចា៎ហើយលោកអ្នកក៏នឹងហាត់រៀនផងដែរនៅប្រយោគដែលបង្ហាញការយល់ស្របឬក៏មិនយល់ស្របទៅនឹងសំណើអ្វីមួយក៏ប៉ុន្តែមុននឹងសិក្សាបន្តសូមលោកអ្នកស្ដាប់ការសន្ទនាក្នុងមេរៀនទី21ម្ដងទៀតដើម្បីជាការរំលឹកសារឡើងវិញហើយខ្ញុំជឿជាក់ថាលោកអ្នកកញ្ញាប្រកាសជាចាំមេរៀននេះបានច្រើនជាមិនខានឡើយចា៎Yes? Harvey, Leanne Lee is on the line for you. Thanks, Kate. Put her through. Hello, Leanne. Harvey, I'm afraid I have some bad news. What is it, Leanne? It's Locke. He doesn't want the deal to go ahead. Why not? Well, I don't know how to tell you this, but it's the packaging. The Hale and Hearty colors are not auspicious in our culture. Oh, I see. But these packets are going to be distributed. You can keep your own packaging for your market. I'm fine with it, Harvey. It's Locke. He's so superstitious. He hasn't been able to sleep, worrying about it. And if Locke can't sleep, then something is really wrong. He slept through a hurricane once. First of all, thank you for calling, Leanne. I appreciate your concern. I'm sure we can come to some arrangement. Can I get back to you? Sure, but we leave on Sunday. Okay, I'll call you as soon as I can. ចាស់លោកអ្នកកញ្ញាឥឡូវនេះសូមលោកអ្នកសិក្សាមេរៀនទី22អំពីវិបត្តិនិងការតវ៉ាជាបន្តទៀតចា៎ Harvey និង Victoria ពន្យល់ឲ្យ Douglas ដឹងពីបញ្ហារបស់ក្រុមហ៊ុន Silver Heaven. Harvey, Victoria, you look worried. Harvey, Victoria អ្នកទាំងពីរមើលទៅដូចជាមានការបារម្ភអំពីបញ្ហាអ្វីមិនដឹងទេនេះ Yes. Douglas, Silver Heaven has just thrown a spanner in the works. បាទមែនហើយ Douglas ក្រុមហ៊ុន Silver Heaven ទើបតែលើកឡើងអំពីបញ្ហាមួយដែលអាចធ្វើឲ្យរាំងស្ទះដល់ការងាររបស់យើង But we're on the verge of closing. ប៉ុន្តែយើងជិតសម្រេចការងារនឹងហើយតើ Apparently, Locke has a problem with the Hale and Hearty colours. They're unlucky. ជាអកុសលលោក Locke មានបញ្ហាអំពីពណ៌លើកញ្ចប់ទំនិញរបស់ក្រុមហ៊ុន Hale និង Hearty គាត់យល់ថាពណ៌ទាំងនេះនាំមកនូវសំណាងមិនល្អ So that was what that call was about. Leanne phoned me about the colours of our packaging. ខ្ញុំយល់ហើយអញ្ចឹងបានជាអ្នកស្រីលៀនទូរស័ព្ទមកខ្ញុំគឺមកពីរឿងនឹងទេតាអ្នកស្រីទូរស័ព្ទមកខ្ញុំអំពីរឿងពណ៌លើកញ្ចប់ទំនិញរបស់យើង I assured her we would never change the colours because they are recognised nationally. ខ្ញុំបានបញ្ជាក់ជាមួយអ្នកស្រីហើយថាយើងមិនអាចបដូរពណ៌របស់យើងបានទេពីព្រោះគេស្គាល់ពណ៌ទាំងនេះពេញមួយប្រទេសរួចទៅហើយ Oh. Yes, oh. មែនហើយ Well, we need to shift into damage control pretty quickly. They're leaving on Sunday. អញ្ចឹងហើយយើងត្រូវធ្វើការគ្រប់គ្រងស្ថានភាពឲ្យបានឆាប់បំផុតអ្នកស្រីលៀននិងលោក Locke នឹងចាកចេញនៅថ្ងៃអាទិត្យនេះហើយ Can I suggest something? តើខ្ញុំអាចផ្ដល់យោបល់មួយបានទេ
ចា Harvey បានប្រើឃ្លាពិសេសមួយដើម្បីឲ្យ Douglas ដឹងថាមានបញ្ហាកើតឡើងចា ឃ្លាថា to throw a spanner in the works ដែលមានន័យថាលើកបញ្ហាមួយដែលធ្វើឲ្យរាំងស្ទះដល់ការងារជារបៀបមួយសម្រាប់និយាយជំនួសឲ្យការប្រើឃ្លា Silverhaven has introduced a problem that may impede their plans ដែលមានន័យថាក្រុមហ៊ុន Silverhaven បានលើកឡើងនូវបញ្ហាមួយដែលនាំឲ្យស្ទះដល់ផែនការបន្តមកទៀត Victoria ពន្យល់អំពីបញ្ហានេះដូច្នេះសូមស្ដាប់ម្ដងទៀតចា Apparently, Locke has a problem with the Hale and Harty colours. They're unlucky. ជាអកុសលលោក Locke មានបញ្ហាអំពីពណ៌លើកញ្ចប់ទំនិញរបស់ក្រុមហ៊ុន Hale និង Harty គាត់យល់ថាពណ៌ទាំងនេះនាំមកនូវសំណាងមិនល្អសូមលោកអ្នកស្ដាប់ឧទាហរណ៍ផ្សេងៗទៀតនៃការផ្ដល់ព័ត៌មានមិនល្អទៅជនទី3ចា We've just heard that our shipment's gone missing. យើងទើបបានទទួលដំណឹងថាការដឹកជញ្ជូនទំនិញរបស់យើងបានបាត់តាមផ្លូវ They rang to say delivery has been held up at the dock. ពួកគេបានទូរស័ព្ទមកប្រាប់យើងថាទំនិញរបស់យើងបានជាប់នៅកំពង់ផែចាហើយជាបន្តទៅទៀតនេះសូមលោកអ្នកហាត់រៀនដោយស្ដាប់រួចហើយថាតាមចា Apparently, there's a problem with the delivery. We've just heard that our shipment's gone missing. They rang to say delivery has been held up at the dock. ក៏យ៉ាងមានអ្នកស្ដាប់វិទ្យុសាលីទាំងអស់ជាទីមេត្រីនៅពេលដែល Harvey ដឹងថា Douglas បានធ្វើឲ្យស្ថានភាពមានលក្ខណៈប៉ុន្តែយ៉ាប់យឺនឡើងដោយធ្លុយមាត់និយាយថាពណ៌របស់ក្រុមហ៊ុនផ្គត់ផ្គង់ស្បៀងអាហារ Hale និង Harty មិនអាចធ្វើការផ្លាស់ប្ដូរបាននោះ Harvey ក៏និយាយថា Well, we need to shift into damage control pretty quickly. They're leaving on Sunday. ចាស់អត្ថន័យនៃឃ្លា damage control ឬក៏ damage management គឺជាវិធានការដែលត្រូវអនុវត្តដើម្បីកាត់បន្ថយផលវិបាកនៃបញ្ហាដែលមានលក្ខណៈធ្ងន់ធ្ងរឲ្យនៅកម្រិតអបបរមាឧទាហរណ៍ប្រសិនបើមានព័ត៌មានមួយលេចលីចេញទៅក្រៅយុទ្ធសាស្ត្រមួយដើម្បីគ្រប់គ្រងផលវិបាកគឺលៃលកយ៉ាងណាកំណត់ចំនួនមនុស្សដែលដឹងបញ្ហានេះឲ្យមានចំនួនតិចក្នុងករណីពណ៌របស់ក្រុមហ៊ុនស្បៀងអាហារ Hale និង Harty ការគ្រប់គ្រងផលវិបាកអាចបណ្ដាលឲ្យមានការកែប្រែគោលការណ៍ដែលជាទង្វើមួយខុសពីការអះអាងរបស់លោក Douglas ចា៎លោកអ្នកនាងកញ្ញាព្រមទាំងកលយ៉ាងមិត្តទាំងអស់កំពុងស្ដាប់កម្មវិធីសិក្សាភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងការងារផលិតឡើងដោយវិទ្យុអូស្ត្រាលីមេរៀនទី22វិបត្តិនិងការតវ៉ា Lesson 22 Complaints and Crises. ចា Harvey និង Victoria បានធ្វើការបន្ថែមម៉ោងដើម្បីដោះស្រាយបញ្ហាចាអ្នកទាំងពីរជួបជាមួយលោក Locke និងអ្នកស្រី Lynn នៅកន្លែងទទួលភ្ញៀវនៅឯសណ្ឋាគារនាព្រឹកថ្ងៃសៅរ៍ Harvey. Hello there. សួស្តីអ្នកទាំងពីរ Thanks for letting us come to see you today. សូមអរគុណច្រើនបាទដែលបានអនុញ្ញាតឲ្យយើងខ្ញុំមកជួបលោកនិងអ្នកស្រីនៅថ្ងៃនេះ We have something to run past you. I'll let Victoria fill you in. យើងមានកិច្ចការខ្លះចង់ជម្រាបលោកនិងអ្នកស្រីខ្ញុំនឹងឲ្យ Victoria ពន្យល់អំពីការងារនេះ Okay. Here are some packaging ideas we've come up with. អូខេនេះជាគំនិតខ្លះៗទាក់ទងនឹងការវេចខ្ចប់ទំនិញដែលយើងខ្ញុំបានលើកយកគិតឃើញ They're a bit rushed, but they give you the general idea. ការលើកគំនិតថ្មីនេះមានលក្ខណៈបន្ទាន់បន្តិចប៉ុន្តែជាគំនិតទូទៅមួយសម្រាប់ឲ្យលោកនិងអ្នកស្រីគិតពិចារណា We intend to develop a whole new branch of Hale and Harty, a specialty brand. Hale and Harty presents.
យើងមានបំណងបង្កើតសាខាពាណិជ្ជកម្មថ្មីមួយរបស់ក្រុមហ៊ុនផ្គត់ផ្គង់ស្បៀងអាហារហេតុនិងហាត់ធីដែលមានជាហៅពិសេសមានន័យថាក្រុមហ៊ុនហេតុនិងហាត់ធីសូមនាំមកជូន Douglas has given it the go-ahead. We can use your original, distinctive packaging. Douglas បានយល់ស្របចំពោះគំនិតថ្មីនេះហើយយើងអាចប្រើកញ្ចប់ដើមរបស់លោកនិងអ្នកស្រី Our label and logo are in the bottom corner. Do you see? But the packet and our heading are in your original colours. ស្លាកយីហោនិងរូបសញ្ញារបស់ក្រុមហ៊ុនរបស់យើងស្ថិតនៅជ្រុងខាងក្រោមឃើញទេនៅទីនេះប៉ុន្តែកញ្ចប់និងអក្សរយីហោរបស់យើងនៅលើកញ្ចប់គឺយកតាមពណ៌ដើមរបស់ក្រុមហ៊ុនលោកនិងអ្នកស្រី Hill and Hearty presents Silver Heaven Tea. ក្រុមហ៊ុន Hill និង Hearty សូមនាំមកជូនតែម៉ាក Silver Heaven. Well, what do you think? អញ្ចឹងតើលោកគិតយ៉ាងម៉េចដែរ Well, I like it. ប្រសើរណាស់ខ្ញុំពេញចិត្តនឹងសំណើនេះ Well done. ល្អណាស់ That's fantastic. ពិតជាប្រសើរមែន ការស្នើរកដំណោះស្រាយក្នុងកិច្ចសន្ទនា Victoria និង Harvey កំពុងបញ្ចុះបញ្ចូលលោក Locke និងអ្នកស្រី Lynn ឲ្យទទួលយកនៅសំណើរបស់ខ្លួនសូមលោកអ្នកស្ដាប់ឃ្លាប្រយោគមួយចំនួនដែលអ្នកទាំងពីរប្រើសម្រាប់ធ្វើការបញ្ចុះបញ្ចូលចា៎ We have something to run past you. យើងមានកិច្ចការខ្លះចង់ជម្រាបលោកនិងអ្នកស្រី Okay. Here are some packaging ideas we've come up with. អូខេនេះជាគំនិតខ្លះៗទាក់ទងនឹងការវេចខ្ចប់ទំនិញដែលយើងខ្ញុំបានលេខលោកគិតឃើញចា៎ហើយជាបន្តទៅទៀតនេះសូមលោកអ្នកស្ដាប់ប្រយោគមួយចំនួនដែលអាចប្រើសម្រាប់រកដំណោះស្រាយឬក៏នៅជាគំនិតសម្រាប់ដំណោះស្រាយបញ្ហាចា៎ We think we have the answer to your problem. យើងគិតថាយើងមានដំណោះស្រាយទៅនឹងបញ្ហារបស់លោក How does this sound? តើដំណោះស្រាយនេះយ៉ាងម៉េចដែរ We think we've found the solution. យើងគិតថាយើងបានរកឃើញដំណោះស្រាយមួយហើយ How's this for an idea? តើគំនិតនេះយ៉ាងម៉េចដែរ ចា៎ឥឡូវនេះសូមលោកអ្នកហាត់រៀនដោយស្ដាប់ឬហើយថាតាមចា៎ We have something to run past you. Here are some ideas we've come up with. We think we have the answer to your problem. How does this sound?ចាស់លោកអ្នកនាងកញ្ញាមកដល់ខណៈនេះខ្ញុំសូមធ្វើកំណត់សម្គាល់ទៅលើខ្លឹមសារនៃការសម្រុះសម្រួលចាស់ Harvey និង Victoria បានលើកនៅដំណោះស្រាយមួយគឺការសម្រុះសម្រួលដែលធ្វើការពិនិត្យពិចារណាពីតម្រូវការនិងសេចក្តីប្រាថ្នាចង់បាននៃភាគីទាំងពីរដំណោះស្រាយរបស់ពួកគេគឺផ្ដល់សារៈសំខាន់ទៅលើគុណសម្បត្តិចាំបាច់ពីរនៃការធ្វើជំនួញគុណសម្បត្តិទាំងពីរនេះគឺភាពបត់បែនតាមកលៈទេសៈដែលភាសាអង់គ្លេសហៅថា flexibility និងគំនិតច្នៃប្រឌិតដើម្បីដោះស្រាយបញ្ហាឬ lateral thinking ការដោះស្រាយបញ្ហាមិនអាចទទួលផលបានឡើយប្រសិនបើភាគីណាមួយនៅតែប្រកាន់ខ្ជាប់គោលការណ៍ដើមរបស់ខ្លួនដោយគ្មានការកែប្រែអ្វីសោះនោះសូមលោកអ្នកស្ដាប់ពីការយល់ស្របរបស់លោក Locke និងអ្នកស្រី Lynn ម្ដងទៀតចា៎ Well, I like it. ប្រសើរណាស់ខ្ញុំពេញចិត្តនឹងសំណើនេះ Well done. ល្អណាស់ That's fantastic. ពិតជាប្រសើរមែន ចាសសូមលោកអ្នកស្ដាប់របៀបផ្សេងៗទៀតនៃការបញ្ជាក់ពីការយល់ស្របឬក៏មិនយល់ស្របចំពោះសំណើរបស់ភាគីម្ខាងទៀតការបញ្ជាក់ពីការយល់ស្រប Good idea. គំនិតល្អមែន Yes, I think we can run with that. ចាខ្ញុំគិតថាយើងអាចទទួលយកដំណោះស្រាយនេះ Yes, that sounds good. បាទដំណោះស្រាយនេះស្ដាប់ទៅដូចជាល្អ ការបញ្ជាក់ពីការមិនយល់ស្រប That's not exactly what we had in mind. ដំណោះស្រាយនេះគឺមិនដូចអ្វីដែលយើងបានគិតទៅនោះទេ I can't see it working in this context.
ខ្ញុំគិតថាដំណោះស្រាយនេះគឺមិនអាចទទួលជោគជ័យក្នុងបរិបទនេះឡើយ We might need to rethink this. យើងប្រហែលជាត្រូវគិតពិចារណាបញ្ហានេះឡើងវិញហើយ ចាស់ឥឡូវនេះសូមលោកអ្នកហាត់រៀនដោយស្ដាប់រួចហើយថាតាមចាស់ការបញ្ជាក់ពីការយល់ស្រប Good idea. Yes, I think we can run with that. Yes, that sounds good. That's not exactly what we had in mind. I can't see it working in this context. We might need to rethink this. Cho hai môn mình chót, xong lục nẹ anu vọt hạt hiến, để clearประโยคงี้สรัว ដើម្បីជួយលោកអ្នកឲ្យចងចាំផ្នែកខ្លះនៃមេរៀននេះរហូតដល់ពេលជួបគ្នានៅក្រោយទៀតចា៎ How does this sound? It's not exactly what we had in mind. How does this sound? It's not exactly what we had in mind. Các bạn bình luận bất chữa xa ly tiếng Úc cho tìm thấy mê riêng tìm một thầy tí nay cầm rong mê riêng sắc xa phía xa ông ghế xâm rạp tùm nẹ tùm nông càng nghĩa rồi bao bất chữa xa lý trên chối đo tìm bình trang hai trả xâm lục nhẹ thông chăm đáp mê riêng tìm một thầy bấy ông tì ca áo bò xa tớ nông cam vị thí lịch roi trả tạm bày sắc xa mê riêng lý nếu mê riêng môn môn làng bính lục nhẹ chối từ website rồi bao bất chữa xa lý đang miệng là xa dịp hán Radio Australia .net.au/khmer ឬក៏បើកមើល website សេវាអប់រំពហុវប្បធម៌សម្រាប់មនុស្សពេញវ័យ ames.net.au សម្រាប់ពេលនេះខ្ញុំប៊ុនលវីសេដាសូមជម្រាបលាមួយរយៈសិនចា៎